អ្នកទាំងអស់គ្នាឃើញដីទួលនឹងទេអ្នកទាំងអស់គ្នាដោយសារតាស្រុកអង់គ្លេសជាស្រុកកោះអញ្ចឹងកម្ពស់ដីពីដីនឹងមកសមុទ្រគឺប្រហែលជា20ម៉ែត្រទេដឹងពីនីវ៉ូទឹកសមុទ្រទៅដល់កម្ពស់នៅលើហ្នឹងកន្លែងដែលយើងអាចរស់នៅបានហ្នឹងអញ្ចឹងបើសិនជាមានរលកស៊ូណាមីអីមិនបាច់ភ័យទេនៅអង់គ្លេសដោយសារថាឃ្លីហ្នឹងវាកម្ពស់ប្រហែលជា20ម៉ែត្រអីពីនីវ៉ូទឹកសមុទ្រហើយថោកហ្នឹងគឺល្ងាចថ្ងៃលិចនៅទាំងអស់គ្នាមេឃប្រែពណ៌ឡើងពណ៌រៀងស្អាតគួរឲ្យគយគន់មានខ្សាច់មានអីចឹងណាហើយថែមទាំងទឹកនេះទៀតយើងចុះមកដល់ក្នុងសមុទ្រនឹងយើងជ្រៅយើងមើលទៅលើទៅឃើញដីទួលពីនីវ៉ូទឹកសមុទ្រហ្នឹងមកស្អាតមកបែបនៅអង់គ្លេស